រឿងស្នេហ៍និរន្តរ៍កាលពីដើមឡើយនៅទីក្រុងលង្វែកដ៏រុងរឿងមានគូស្នេហ៍ពីរនាក់ឈ្មោះសុវណ្ណនិងកុលាបបានសន្យាចំពោះគ្នាថានឹងស្រឡាញ់គ្នារហូតតទៅប៉ុន្តែសង្គ្រាមបានមកដល់ពួកគេត្រូវបង្ខំចិត្តបែកគ្នាទាំងទឹកភ្នែកនៅក្រោមដើមម្លិះដែលជាសាក្សីនៃស្នេហាពួកគេពេលវេលាកន្លងផុតទៅរាប់រយឆ្នាំវិញ្ញាណរបស់ពួកគេនៅតែស្ថិតនៅក្រោមដើមម្លិះនោះដើម្បីរងចាំជួបគ្នាម្ដងទៀតប៉ុន្តែពិភពលោកបានផ្លាស់ប្ដូរគ្រឿងចក្រទំនើបបានមកដល់ដើម្បីកាប់បំផ្លាញដើមម្លិះនេះដើម្បីសង់អគារថ្មីលោកតាព្រំដែលជាអ្នកថែរក្សាភូមិបានចេញមកខាត់ហើយប្រាប់ពីប្រវត្តិដ៏មានតម្លៃនៃដើមឈើនេះវិញ្ញាណអ្នកទាំងពីរមានការភ័យខ្លាចណាស់ប្រសិនបើដើមឈើនេះត្រូវបានកាប់បំផ្លាញពួកគេនឹងត្រូវបាត់បង់ជារៀងរហូតអ្នកភូមិទាំងអស់គ្នាបានមកជួបជុំគ្នាដើម្បីការពារដើមម្លិះបុរាណនិងវិញ្ញាណដែលថែរក្សាទីនេះរំពេចនោះផ្កាម្លិះរាប់ពាន់បានរីកស្គុះស្កាយបញ្ចេញក្លិនក្រអូបសាយភាយពេញភូមិជាសញ្ញានៃសេចក្តីសុខដោយឃើញភាពអស្ចារ្យនេះគ្រឿងចក្រទាំងអស់ត្រូវបានដកថយទៅវិញហើយដើមម្លិះត្រូវបានរក្សាទុកជាសួនច្បារដ៏ពិសិដ្ឋសេចក្តីស្រឡាញ់របស់ពួកគេបានរក្សានៅប្រវត្តិសាស្ត្រហើយពួកគេនឹងរស់នៅជាមួយគ្នាជារៀងរហូតក្នុងក្លិនក្រអូបនៃផ្កាម្លិះនៃសម័យនោះ